បច្ចុប្បន្ននេះមិនទាន់មានការបញ្ជាក់អំពីផែនការឬការបង្ហាញជាផ្លូវការថាសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ឬប្រទេសណាមួយផ្សេងទៀតក្នុងពេលឆាប់ៗនេះទេសំណួរដូចជាតើប្រទេសណាដែលអាមេរិកនឹងវាយប្រហារបន្ទាប់មានការប៉ាន់ស្មាននិងពឹងផ្អែកលើកត្តាភូមិសាស្ត្រនយោបាយដែលស្មុគស្មាញនិងផ្លាស់ប្ដូរដូចជាចំណុចពន្លឺសកលបច្ចុប្បន្នគិតត្រឹមឆ្នាំ2025ប្រសិនបើភាពតានតឹងកើនឡើងនាពេលអនាគតតំបន់ទាំងនេះស្ថិតក្នុងចំណោមអ្នកឃ្លាំមើលយ៉ាងជិតស្និទ្ធបំផុតនោះគឺ 1. អ៊ីរ៉ង់ហេតុអ្វីបានជាវាជាការព្រួយបារម្ភកម្មវិធីនុយក្លេអ៊ែរឥទ្ធិពលនៅមជ្ឈមបូព៌ាការគ្រប់គ្រងសម្រាប់ក្រុម proxy ឧទាហរណ៍ Hezbollah Houthi ស្ថានភាពបច្ចុប្បន្នភាពតានតឹងខ្លាំងជាមួយអាមេរិកនិងអ៊ីស្រាអែលប៉ុន្តែគ្មានសង្គ្រាមប្រកាសទេ 2. ប្រទេសកូរ៉េខាងជើងហេតុអ្វីបានជាវាជាការព្រួយបារម្ភអាវុធនុយក្លេអ៊ែរការធ្វើមីស៊ីលវាហាសធាអរិភាពលទ្ធភាពនៃចំនួនទៀបទៅមធ្យមការទូតនៅតែបន្តប៉ុន្តែហានិភ័យនៅតែមាន 3. ប្រទេសចិនបញ្ហាតៃវ៉ាន់ហេតុអ្វីបានជាវាជាការព្រួយបារម្ភការកើនឡើងភាពតានតឹងលើកកតៃវ៉ាន់ការធ្វើយោធានៅសមុទ្រចិនខាងត្បូងជំហររបស់សហរដ្ឋអាមេរិកជំហរការពារការវាយប្រហារយោធាដោយផ្ទាល់ដោយអាមេរិកទំនងជាមិនអាចទៅរួចទេលុះត្រាតែចិនឈ្លានពានតៃវ៉ាន់ 4. រុស្ស៊ីហេតុអ្វីបានជាវាជាការព្រួយបារម្ភសង្គ្រាមអ៊ុយក្រែនការវាយប្រហារតាមអ៊ីនធឺណិតភាពតានតឹងរបស់អង្គការ NATO ជំរុះរបស់សហរដ្ឋអាមេរិកការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែនប៉ុន្តែជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ផ្នែកយោធាកត្តាសំខាន់ប្រសិនបើមានឥទ្ធិពលឬការវាយប្រហារលើសកម្មភាពយោធាអាមេរិកឬវាយប្រហារលើសម្ព័ន្ធមិត្ត NATO ការគម្រាមកំហែងសន្តិសុខជាតិឧទាហរណ៍ផេរ៉ាកុំអាវុធនុយក្លេអ៊ែរការវាយប្រហារលើសម្ព័ន្ធមិត្តរបស់អាមេរិកគ្រោះមហន្តរាយមនុស្សធម៌ឬការប្រឡាយពូជការការពារប្លន់ពាណិជ្ជកម្មអន្តរជាតិឧទាហរណ៍ច្រកសមុទ្រហូមូសសេណារីយ៉ូជិតអនាគតពិតប្រាកដជាជាងចាប់ដើមសង្គ្រាមទ្រង់ទ្រាយត្រឹមថោនសហរដ្ឋអាមេរិកតែងតែចូលចិត្តទនកម្មការវាយប្រហារតាមអាកាសដែលមិនកំណត់ប្រតិបត្តិការសម្ងាត់ការគ្រប់គ្រងសម្រាប់សម្ព័ន្ធមិត្តតាមរយៈអាវុធនិងការបណ្ដុះបណ្ដាល